ជំរាបសួរបងប្អូនអរគ្នាបាទtrongថ្ងៃនេះគឺយើងត្រឡប់មកកាន់ថ្នាក់រៀនរបស់យើងនៅថ្នាក់ English Level 4របស់យើងបាទចឹងថ្ងៃនេះយើងរៀនជាមួយគ្នានៅមេរៀន Grammar Present Perfect vs Simple Past បាទចឹងនេះគឺជាចំណងជើងនៃមេរៀនរបស់យើងបាទគឺយើងនឹងរៀនអំពីបច្ចុប្បន្នកាលបរិបូរណ៍បាទបកទៅវារៀនបាទយល់ន័យបន្តិចប៉ុន្តែទីទៀតយើងនឹងដឹងច្បាស់ថាតើ present perfect ហ្នឹងវាយ៉ាងម៉េចហើយជាមួយនឹងបច្ចុប្បន្នសំទុះអតីតកាលធម្មតាបាទអញ្ចឹង teacher នឹងនាំឲ្យទាំងអស់គ្នាឲ្យស្គាល់នៅរបៀបនៃការប្រើប្រាស់សិនបាទថា present perfect ហ្នឹងគឺប្រើប្រាស់យ៉ាងម៉េចហើយវាមានឧទាហរណ៍មិនខ្លះឥឡូវយើងនឹងទៅមើលជាមួយគ្នាបាទ use the present perfect to describe events or experiences at an unspecified time in the past បាទអញ្ចឹងទីខ្ញុំបកប្រែឲ្យចឹងយើងប្រើpresent perfect ហ្នឹងគឺដើម្បីពិពណ៌នាអំពីព្រឹត្តិការណ៍ឬក៏បទពិសោធន៍បាទបទពិសោធន៍នៅក្នុងពេលវេលាណាមួយដែលវាមិនជាក់លាក់កើតឡើងនៅក្នុងអតីតកាលបាទអញ្ចឹងពេលវេលាដែលមិនជាក់លាក់គឺអត់បានបញ្ជាក់ថាម្សិលមិញ1ម៉ោងមុនអាទិត្យមុនឬក៏យប់មិញឬមួយក៏ឆ្នាំមុនឆ្នាំទៅអីហ្នឹងបាទគឺអត់បានបញ្ជាក់ទាំងអស់ហ្នឹងទេអាហ្នឹងឯងគេហៅថា unspecified time បាទពេលវេលាដែលមិនជាក់លាក់ឬក៏មិនប្រកបវិជ្ជាតោះអញ្ចឹងយើងមកមើលនៅឧទាហរណ៍ជាមួយគ្នា example have you eaten in a fancy restaurant បាទតើអ្នកធ្លាប់ញ៉ាំញ៉ាំម្ហូបអាហារផ្សេងៗនៅក្នុងភោជនីយដ្ឋានដ៏ប្រណិតដែរទេបាទអញ្ចឹងរបៀបនៃការឆ្លើយបាទបើយើងធ្លាប់ yes I have បាទបើអត់ទេ no I haven't អាហ្នឹងគឺអត់ដែរទេបាទអញ្ចឹងI've eaten in a few expensive restaurants ខ្ញុំធ្លាប់បានញ៉ាំនៅក្នុងភោជនីយដ្ឋានដែលមានតម្លៃថ្លៃៗពី3កន្លែងដែរបាទអញ្ចឹងវាបង្ហាញអំពីបទពិសោធន៍ឬក៏ព្រឹត្តិការណ៍ណាមួយដែលយើងធ្លាប់បានធ្វើនៅក្នុងអតីតកាលហើយវាអត់បានបញ្ជាក់នៅពេលវេលាណាមួយច្បាស់លាស់ទេធ្លាប់ញ៉ាំតើដឹងថាញ៉ាំពីពេលណាទេបាទតែដឹងថាធ្លាប់បាទអាហ្នឹងគឺគេនិយាយអំពី present perfect បាទឥឡូវយើងមកតាមជាមួយគ្នានៅសំទុះ simple past វិញម្ដងUse the simple past to describe events or experiences that happen at a specific time in the past បាទអញ្ចឹងនេះគឺរបៀបប្រើប្រាស់ simple past ហ្នឹងគឺយើងប្រើដើម្បីពិពណ៌នាអំពីព្រឹត្តិការណ៍ណាមួយឬក៏បទពិសោធន៍ផ្សេងៗដែលយើងធ្លាប់ធ្វើដែលបានកើតឡើងនៅក្នុងពេលវេលាមួយដែលវាច្បាស់លាស់ដែលវាជាក់លាក់នៅក្នុងអតីតកាលបាទអញ្ចឹងនេះគឺជា simple past អញ្ចឹងភាពខុសគ្នាគឺមួយបង្ហាញនៅក្នុងពេលវេលាដែលយើងអត់ច្បាស់អត់ដឹងថាពេលណាទេតែដឹងតែធ្លាប់អញ្ចឹងអានេះវាអត់ដោតទៅលើពេលវេលាជាក់លាក់ទេវាអត់សំខាន់ទេសំខាន់គឺបង្ហាញអំពីនេះ experiences នឹងឯងបទពិសោធន៍និងព្រឹត្តិការណ៍បានកើតឡើងដល់នេះគឺវាបង្ហាញនៅក្នុងពេលវេលាដែលច្បាស់លាស់ខ្ញុំធ្លាប់ទៅញ៉ាំនៅក្នុងភោជនីយដ្ឋានប្រណិតហ្នឹងកាលពីម្សិលមិញឬក៏កាលពីអាទិត្យមុនបាទអញ្ចឹងពាក្យដែលបង្ហាញអំពីភាពច្បាស់លាស់នៃ specific time ហ្នឹងមានដូចជា yesterday last night last week last year ជាមួយក៏វិញ last morning last afternoon បាទពាក្យទាំងអស់ហ្នឹងគឺគេហៅថា specific time ពេលវេលាដែលបានជាក់លាក់តើអញ្ចឹងយើងមើលមកកាន់ example ជាមួយគ្នា Have you ever tried frog legs
ta nhận thọ bàn xa còn của thọ bán nhằm và try dương vậy tên này cứ tẹt đâu từ nó nhằm này và thọ bán nhằm trên thằng cài để và thọ ớt và person chỉ dân thọ yes I have but are they no I haven't và sớm mà thọ thì but my brother tried them once a few years ago ប៉ុន្តែបងប្អូនប្រុសរបស់ខ្ញុំក៏បានសាករបស់ញ៉ាំវាឬក៏ញ៉ាំនៅនោះញ៉ាំពួកវាហ្នឹងបាទសាកជើងវាមិនញ៉ាំតែមួយញ៉ាំច្រើនបាទ try them ហ្នឹងបាទញ៉ាំពួកវាហ្នឹងគឺបាទម្ដងដែរកាលពី2-3ឆ្នាំមុនបាទចឹងបន្តទៅទៀត did he like them តើគាត់ចូលចិត្តវាពួកវាទេបាទញ៉ាំហើយឆ្ងាញ់ទេចូលចិត្តអត់ជាប់ចិត្តអត់ជើងកែបហ្នឹងអញ្ចឹងគាត់ថា I don't think so he got sick later that night ខ្ញុំអត់គិតអញ្ចឹងទេថាមានន័យថាយើងអត់នេះបាទគិតថាអូអត់ឆ្ងាញ់បាទគិតថាគាត់អត់ឆ្ងាញ់អាការៈគឺបន្ទាប់ពីគាត់ញ៉ាំហើយសារគាត់ឈឺបាទឈឺនៅក្នុងយប់នោះឯងបាទញ៉ាំហើយយប់ឡើងឈឺបដ ாய் អញ្ចឹងនេះគឺបង្ហាញអំពីបាទ simple past បាទ simple past អញ្ចឹងត្រឡប់មកវិញបាទសរុបសេចក្តីមកវិញ present perfect គឺយើងប្រើដើម្បីពិពណ៌នាពីព្រឹត្តិការណ៍ក៏បទពិសោធន៍ដែលយើងបានធ្វើនៅក្នុងពេលវេលាមួយដែលវាអត់មានការជាក់លាក់អត់មានការបរិច្ឆេទដែលយើងច្បាស់លាស់ដល់កន្លែង simple past បង្ហាញអំពីរឿងរ៉ាវព្រឹត្តិការណ៍បទពិសោធន៍ផ្សេងៗដែលយើងធ្លាប់ធ្វើកន្លងទៅដោយជាប់ជាមួយនឹងពេលវេលាដែលច្បាស់លាស់ដែលយើងអាចដឹងច្បាស់ម្សិលមិញម្សិលថ្ងៃឆ្នាំមុនអាទិត្យមុនខែមុនអាហ្នឹងគេហៅថា specific time អរគុណច្រើនបងប្អូនជំរាបរបស់យើងនៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូននឹងចេះនៅវិជ្ជាករមួយនេះហើយយើងនឹងជួបគ្នានៅសប្តាហ៍ក្រោយទីច្រើនមានមេរៀនផ្សេងៗដើម្បីចែករំលែកជូនបងប្អូនជាបន្តទៀតបាទអញ្ចឹងថ្ងៃនេះសូមអរគុណបាទសូមព្រះប្រទានពរ